មុននឹងទៅដល់កន្លែងដាំថ្ងៃនេះឃើញពូអ្នកធ្វើហោស៊ឺពូគាត់មើលដល់តាំងពីព្រឹកអ្នកទាំងអស់គ្នានេះគ្រឿងប្រដាប់ប្រដាគេដាក់តវោជាន់ទី2អ្នកទាំងអស់គ្នាដាក់នេះរងធំមែនតើគេមានខ្សែយោងទៅរើម៉ាស៊ីនគេដល់ណាដល់ណីរងធំពូគាត់ដាក់តបោហោស៊ឺនេះតាំងពីម្សិលមិញហើយដល់ថ្ងៃនេះគឺអត់តន់ហើយទេហើយរងធំហ្នឹងក៏គាត់អត់តន់បានដាក់ថ្ងៃហ្នឹងដែរឥឡូវសូមឆ្លេះពីពូដាក់តបោហោស៊ឺចូលដល់វគ្គពួកខ្ញុំដាំម្ដងអ្នកទាំងអស់គ្នាថ្ងៃនេះថៅកែគាត់ឲ្យដាំ4រងហើយដាំតែស្រីទេស្រីក្រុមគេមកក្រុម4នាក់តែស្រីក្រុមខ្ញុំមានតែ3នាក់រងកំពុងដាំនេះគឺរងទី4ហើយអ្នកទាំងអស់គ្នា3រងមុនហ្នឹងគឺដាំហើយឥឡូវនាំបងប្អូនទៅទស្សនាម៉ោងសម្រាប់ញ៉ាំទឹករបស់ខ្ញុំនេះអ្នកទាំងអស់គ្នាអាកាសធាតុការ៉េភ្លៀងរហូតហើយមើលស្រូវដួលផងឈើផងតែទើបតែរាំងមិញដែរឥឡូវមេឃក៏បានរះថ្ងៃតិចហើយតែបើមើលតាមអាកាសធាតុគេដាក់ភ្លៀងរហូតដែរចឹងដាក់ភ្លៀងរហូតប៉ុន្តែឥឡូវហ្នឹងរះថ្ងៃសង្ឃឹមថាថ្ងៃរះឲ្យច្រើនទៅដើម្បីគេច្រូតស្រូវបានតាភ្លៀងរហូតស្រូវដេកដួលចេះដឹងថាច្រូតមិនល្អទេតែបើសម្រាប់ស្រុកយើងក៏ស្ងួតចាស់ដែរមិនស្រួលថ្ងៃនេះតកែគាត់ឲ្យដាំឡើង4រងដាំសិលមួយថ្ងៃនិងសិលមិញហ្នឹងអស់2រងហើយដាំ2ក្រុមសិលមិញសិលមួយថ្ងៃសិលមិញហ្នឹងតាគ្នាតិចតែថ្ងៃនេះដាំ4ក្រុមតែក្រុមខ្ញុំមានតែ3នាក់គាត់ពីក្រុមគ្នា3នាក់ព្រោះថាក្រុមពួកខ្ញុំទៅតែប្រុសពេលព្រឹកថាកែឲ្យដាំពេលថ្ងៃបេបន្លែធម្មតាហើយថ្ងៃនេះលើកពពាយមកអ្នកទាំងអស់គ្នាជនជាតិថៃពួកគាត់đãចាប់កដោបចឹងទៅឃើញពពាយខ្ញុំដាំនៅខាងក្រោយចឹងទៅគាត់ឃើញប្អូនខ្ញុំចឹងទៅក៏គាត់សុំដល់ពេលប្អូនខ្ញុំឲ្យបេះយើទៅគាត់នឹងក៏មានរបស់ឲ្យយើងវិញដែរផ្លែកៅឡាក់ហ្នឹងអ្នកទាំងអស់គ្នាគាត់ថាគាត់ឲ្យភ្លាមមកយកមកស្ងោរផ្លែតគេឲ្យរៀងច្រើនដែរអ្នកទាំងអស់គ្នាឲ្យដល់ទៅ3ថងណោះច្រើនគួរសមរបស់គេដែរនិយាយជីកង់ទៅដល់ផ្ទះហើយអ្នកទាំងអស់គ្នាហើយឃើញភ្លើងត្រង់ហ្នឹងគឺគេបើកហាងកាហ្វេទេនិយាយពីល្ងាចនេះវិញអ្នកទាំងអស់គ្នាគឺច្បូរឡានបើកមែនតែនរដងអត់សូវមានឡានបើកអញ្ចេះទេហើយក៏ចិត្តដល់ផ្លូវខ្ញុំឆ្លងដែរខ្ញុំឆ្លងនៅខាងមុខក៏អូខេបងប្អូនទាំងអស់គ្នាវីដេអូមានតែប៉ុណ្ណេះទេអរគុណច្រើនរាល់ការចូលទស្សនារបស់បងប្អូនទាំងអស់គ្នាជូនពរសុខភាពល្អសំណាងល្អជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ